សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំអិនស្វណ្ណរតន៍ថ្ងៃនេះយើងនឹងមកសិក្សាអំពីរឿងរាមកេរ្តិ៍ដោយសង្ខេបគួយដឹងផងដែរថារឿងរាមកេរ្តិ៍ត្រូវបាននិពន្ធឡើងដោយកវីបណ្ឌិតខ្មែរបុរាណដែលយកតាមលំនាំរឿងរាមាយណៈរបស់ឥណ្ឌាដែលរឿងរាមាយណៈបានហូរចូលមកប្រទេសកម្ពុជានៅសម័យមុនអង្គរតាមរយៈព្រហ្មញ្ញសាសនាមុននឹងឈានចូលដល់ការសង្ខេបរឿងរាមកេរ្តិ៍យើងក៏ត្រូវដឹងតាក់ទងទៅនឹងចំណុចសំខាន់មួយចំនួនទៀតផងដែរដែលចំណុចទី1គឺតាក់ទងទៅនឹងការបង្ហាញអត្ថបទដែលអត្ថបទរឿងរាមកេរ្តិ៍ត្រូវបានរៀបរៀងឡើងដោយអ្នកអង្គម្ចាស់វត្តឆៃវង្សដែលរឿងដើមមានចំនួន80ខ្សែតែបាត់អស់ចំនួន64ខ្សែនៅសល់16ខ្សែគឺខ្សែ1ដល់10និងខ្សែ75ដល់80មូលហេតុនៃការបាត់រឿងអស់ចំនួន64ខ្សែក៏ព្រោះតែខ្មែរយើងជួបប្រទះទៅនឹងតែភ្លើងសង្គ្រាមនិងភាពវឹកវរសង្គមជាដើមដែលរឿងរាមកេរ្តិ៍នេះគឺស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមហើយស្ថិតនៅក្នុងប្រភេទអក្សរសិល្ប៍បុរាណបែបវីរកថាក៏ព្រោះតែវាជាអត្ថបទដ៏វែងអន្លាយដែលប្រកបទៅដោយការតស៊ូផ្សងព្រេងរបស់តួអង្គយ៉ាងយូរនៅពេលដែលគេយកផ្នែករបស់វាទៅសម្ដែងជាល្ខោនវាជាប្រភេទនាដកថាចំណុចទី2គឺអ្នកនិពន្ធនឹងការកំណត់តែងយើងពុំអាចរកឃើញឈ្មោះអ្នកនិពន្ធទេតែគេសន្និដ្ឋានថាមានអ្នកនិពន្ធចំនួន2នាក់ដែលជាអ្នកប្រាជ្ញខ្មែរដែលចេះភាសាសំស្ក្រឹតយ៉ាងច្បាស់លាស់និងមានទំនោរទៅរកពុទ្ធសាសនាពីខ្សែ1ដល់10គឺប្រហែលជាមានអ្នកនិពន្ធម្នាក់ដែលពីខ្សែទី75ដល់80ក៏ប្រហែលជាមានអ្នកនិពន្ធម្នាក់ទៀតហើយអត្ថបទរឿងរាមកេរ្តិ៍ដែលបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះប្រហែលជាតាក់តែងនៅចន្លោះសតវត្សទី17ដល់ទី19ចូលមកដល់ចំណុចទី3ស្ថានភាពរឿងដំណើររឿងរាមកេរ្តិ៍មាន3ដំណាក់កាលគឺដំណាក់កាលទី1ចាប់ពីខ្សែ1ដល់ខ្សែ2គឺនិយាយអំពីយុវភាពការសិក្សាការរៀបចំគូស្រករនិងការនិរទេសខ្លួនរបស់ព្រះរាមដើម្បីដោះស្រាយវិបត្តិរាជវង្សដំណាក់កាលទី2គឺចាប់ពីខ្សែ3ដល់ខ្សែ10គឺជាដំណាក់កាលដែលព្រះរាមប្រឈមមុខទៅនឹងសត្រូវក្នុងជីវិតរហូតទទួលបានជ័យជំនះដំណាក់កាលទី3ចាប់ពីខ្សែទី75ដល់ខ្សែ80បានបង្ហាញអំពីការបរាជ័យក្នុងការកសាងគ្រួសារថ្មីរបស់ព្រះរាមគឺឆាកជីវិតនិរាសព្រាត់ប្រាសលុះថ្ងៃអវសានចឹងយើងចូលទៅដល់ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែ1ព្រះរាមនិងព្រះលក្សណ៍រៀនសិលសាស្ត្រជាមួយនឹងឥសីពិស្វាមិត្ររហូតចប់គម្ពីរវេទហើយឥសីពិស្វាមិត្របាននាំព្រះរាមទៅលើកធ្នូសនៅឯនគរមិថិលានិងទទួលបានជោគជ័យដោយបាននាងសីតាជាបុត្រីរបស់ព្រះបាទជនកជាមហាសីក្រោយពេលរៀបអភិសេករួចហើយពេលមកដល់នគរអយុធ្យាព្រះបាទទសរថមានបំណងឲ្យព្រះរាមស្នងរាជ្យប៉ុន្តែនាងកៃកេសីជំទាស់ដោយសំអាងលើពាក្យសត្យឬពាក្យសច្ចៈហើយបានសុំឲ្យព្រះបាទទសរថបំបបង់ព្រះរាមឲ្យទៅបួសក្នុងព្រៃរយៈពេល14ឆ្នាំសិនដើម្បីទុករាជសម្បត្តិថ្វាយព្រះភិរុតព្រះបាទទសរថចង់ចែកនគរជា2ប៉ុន្តែនាងកៃកេសីពុំព្រមព្រះរាមព្រះលក្សណ៍និងនាងសីតាបានធ្វើដំណើរចូលទៅក្នុងព្រៃក៏បានជួបទៅនឹងគោខណ្ឌរួចបន្តដំណើរទៅភ្នំចិត្រកូដដើម្បីបួសជាឥសីខ្សែ2ពេលទៅដល់ព្រៃដោយអំណាចបារមីអវតាររបស់ព្រះរាមពេលនោះស្លឹកឈើដែលខ្លោចផ្កាឈើដែលឆេះក្រៀមក៏ស្រាប់តែរីកស្រស់ញញឹមឡើងវិញចំណែកឯព្រះអាទិត្យដែលកំពុងតែបញ្ចេញកម្ដៅយ៉ាងខ្លាំងក៏ស្រាប់តែបន្ថយកម្ដៅរបស់ខ្លួននៅតាមផ្លូវព្រះរាមក៏បានជួបទៅនឹងឥសីពីរទ្វារដែលបានពន្យល់ទ្រង់អំពីទ្រឹស្ដីព្រាហ្មណ៍និយមខ្លះៗហើយក៏បានបង្ហាញផ្លូវទៅភ្នំចិត្រកូដចំណែកឯនៅនគរអយុធ្យានោះវិញព្រះបាទទសរថក៏បានសោយទិវង្គតនាងកៃកេសីលួចក្លែងសារដោយកុហកព្រះភិរុតថាឲ្យត្រឡប់មកកាន់នគរដើម្បីចូលរួមរាជាអភិសេកព្រះរាមដែលធ្វើឲ្យព្រះភិរុតខ្ញាល់យ៉ាងខ្លាំងហើយមិនព្រមសោយរាជ្យនិងបានទៅយាងព្រះរាមឲ្យមកសោយរាជ្យវិញប៉ុន្តែព្រះរាមបានបដិសេធព្រោះទ្រង់គោរពនៅពាក្យសច្ចៈ
ក្សត្រទាំង3អង្គបានបន្តដំណើរទៅភ្នំតន្តការ៉នខ្សែ3នៅព្រៃមានយក្ខិនីម្នាក់ឈ្មោះសូបនខាបានប្រែកាឡាជាស្រីស្អាតមកសុំស្នេហាពីព្រះរាមបដិសេធក៏ទៅស្រឡាញ់ព្រះលក្សណ៍រុញឲ្យមកព្រះរាមវិញនាងសូបនខាចេះតែរំខានព្រះរាមព្រះលក្សណ៍ពេកបណ្ដាលឲ្យព្រះលក្សណ៍ខឹងក៏កាត់ដៃកោសក់នាងសូបនខាទៅនាងបានស្រែកឮដល់ក្រុងខជាបងក្រុងខរួមទាំងមេទ័ព2នាក់ទៀតបានប្រយុទ្ធតទល់នឹងព្រះរាមតែត្រូវបរាជ័យចំណែកឯនាងសូបនខាបានទៅប្រាប់ក្រុងរាពណ៍ជាបងនៅនគរលង្កានិងបានបញ្ចុះបញ្ចូលឲ្យក្រុងរាពណ៍ទៅឆក់យកនាងសីតាមកធ្វើជាមហេសីក្រុងរាពណ៍បានប្រើកលល្បិចចាប់យកនាងសីតាទៅនគរលង្កាខ្សែ4ពេលធ្វើដំណើរទៅលង្កាគ្រុឌឈ្មោះចតាយុបានមករារាំងផ្លូវតែត្រូវបានក្រុងរាពណ៍សម្លាប់ពេលព្រះរាមព្រះលក្សណ៍ត្រឡប់មកវិញមិនឃើញនាងសីតាក៏បានកើតទុក្ខយំសោកហើយបានធ្វើដំណើរស្វះស្វែងរកនាងសីតានៅតាមផ្លូវពួកគេបានជួបចតាយុដែលរងរបួសនិងបានជួបសត្វកុកដែលដឹងដំណឹងពីនាងសីតានៅឯព្រៃហេមពាន្តឯនោះវិញគឺមានស្ដេចក្របីមួយឈ្មោះមហិង្សរាជបានសម្លាប់ក្របីឈ្មោលទាំងអស់ហើយទុកតែក្របីញីធ្វើជាប្រពន្ធមេក្របីមួយឈ្មោះសន្តគិរីបានកើតកូនឈ្មោះទូភីដែលជាកូនក្របីឈ្មោលហើយបានចិញ្ចឹមលួចលាក់រហូតដល់ធំហើយក៏មកសុំឲ្យមហិង្សរាជទទួលស្គាល់តែមហិង្សរាជចង់សម្លាប់ទូភីទៀតបែរជាទូភីក៏សម្លាប់មហិង្សរាជវិញហើយបន្តធ្វើដោយឪពុកដដែលដោយភាពក្រអឺតក្រទមនឹងរបស់ទូភីបណ្ដាលឲ្យពាលីដែលជាស្ដេចស្វាបានកំចាត់ទូភីប៉ុន្តែដោយសារតែរឿងយល់ច្រឡំនាំឲ្យមានទំនាស់បងប្អូនរវាងពាលីនិងសុគ្រីពខ្សែ5ពេលតាមរកសីតាព្រះរាមបានទទួលយកហនុមានធ្វើជាកូនចៅហនុមានបានស្នើសុំឲ្យព្រះរាមជួយដំណោះស្រាយរឿងពាលីនិងសុគ្រីពដែលជាបងប្អូនមានចំនួននឹងគ្នាព្រះរាមបានសម្លាប់ពាលីហើយបានចងសម្ព័ន្ធភាពជាមួយសុគ្រីពព្រះរាមបានលើកសុគ្រីពឲ្យឡើងជាស្ដេចនៅនគរខាស់ខិនបុរីនិងលើកអង្គទជាកូនពាលីឲ្យធ្វើជាឧបរាជសុគ្រីពកេណ្ឌទ័ពស្វាមិនបានទាន់ពេលវេលាព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យទៅទឿនសុគ្រីពដោយគំរាមកំហែងថានឹងកំទេចខាស់ខិនបុរីចោលដែលធ្វើឲ្យសុគ្រីពប្រញាប់ប្រញាល់កេណ្ឌពលស្វាខ្សែ6ព្រះរាមបានចាត់ឲ្យហនុមានទៅស៊ើបការនៅក្រុងលង្កាហនុមានបានជួបសេនាយៈជាច្រើនដូចជាកាមពាលីអតិកាយមហាកាយអន្តជិតកំបកាជាដើមហនុមានបានជួបនាងសីតាហើយបានដូរព្រះទម្រង់គ្នានាងសីតាបានផ្ដាំតាមហនុមានទៅស្វាមីថានាងនៅតែស្មោះត្រង់ជានិច្ចហើយនាងរងចាំដល់10ខែបើមិនយល់ព្រះភ័ក្ត្រព្រាមទេនោះនាងនឹងសែជីវិតនៅក្រុងលង្កានេះមុននឹងចេញពីលង្កាហនុមានបានបេះផ្លែឈើកកកកាយបង្កើតចលាចលបំផ្លាញលង្កាអស់មួយផ្នែកខ្សែ7ក្រោយមកព្រះរាមក៏ចងសម្ព័ន្ធភាពជាមួយនឹងមហាជម្ពូដើម្បីសុំទ័ពជំនួយមហាជម្ពូក៏បានឲ្យខុនណលនិងខុនណលចូលរួមជាមួយបានទ័ពច្រើនហើយព្រះរាមក៏បានឲ្យទ័ពស្វាយកដុំថ្មបោះចូលសមុទ្រដើម្បីសង់ស្ពានទៅកោះលង្កាតែត្រូវទ័ពមច្ឆានិងនាគជញ្ជូនចេញអស់ព្រះរាមខឹងចង់ផ្លែងសអគិវាសឲ្យឆេះមហាសមុទ្រតែនាងមេខលាបានមកសុំអង្វរនិងធានាជួយសង់ស្ពានថ្វាយព្រះអង្គលុះដឹងថាព្រះរាមលើកទ័ពមកនគរលង្កាហើយក្រុងរាពណ៍ក៏រៀបចំទ័ពដែរខ្សែ8ក្រុងរាពណ៍ទង់ស្គរប្រមូលទ័ពរួចបញ្ជាឲ្យពិភេកទាយពីវាសនានគរលង្កាពិភេកក៏បានគុនគូហើយស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាមវិញក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏ដោះស្បែកជើងវាក្បាលពិភេកក៏បានរត់ទៅចោះចូលជាមួយនឹងព្រះរាមក្រុងរាពណ៍បានឲ្យមេទ័ពយៈរុក្ខសេនទៅយាមព្រៃដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើនាំចម្បាំងរវាងទ័ពយៈនិងទ័ពស្វាក្រុងរាពណ៍បានប្រើល្បិចដោយយកនាងសេនាជិះលើរាជរថដើម្បីបញ្ឈឺចិត្តព្រះរាមពិភេកយល់ការហើយក៏បានប្រាប់ការពិតទៅព្រះរាមរួចព្រះអង្គក៏បានសូត្រមន្តអាគមដែលធ្វើឲ្យរាពណ៍ចុកពោះសន្លប់លើរាជរថព្រះរាមចាត់ឲ្យអង្គទើយកសារទៅថ្វាយក្រុងរាពណ៍ដើម្បីធ្វើសង្គ្រាមតមករាពណ៍ក៏បានចាត់ឲ្យកំបខាចេញច្បាំងជាមួយនឹងព្រះរាម
ខ្សែ9ព្រះរាមក៏បានចាត់ឲ្យពិភេកទៅនិយាយបញ្ចុះបញ្ចូលកុម្ពកាហើយសន្យាឲ្យរង្វាន់នឹងបុណ្យស័ក្តិប៉ុន្តែកុម្ពកាមិនព្រមចោះចូលហើយបានពោលអះអាងថាទោះបីព្រះរាមមានមហិទ្ធិឫទ្ធិយ៉ាងណាទោះបីក្រុងរាពណ៍ខកដូចម្ដេចក៏ពុំព្រមរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមជាដាច់ខាតគឺសុខចិត្តស្លាប់ក្នុងការបម្រើជាតិកុម្ពកាបានយកមងសាក់ចោលត្រូវជើងព្រះលក្សណ៍យ៉ាងធ្ងន់ធ្ងរសម្រាប់បាត់ស្មារតីពិភេកបានព្យាបាលព្រះលក្សណ៍បានជាសះស្បើយនិងបានចេញច្បាំងទៀតសម្រាប់កុម្ពកាបានក្រុងរាពណ៍បានឲ្យអន្តជិតដឹកនាំសេនានិគមមកច្បាំងបន្តអន្តជិតបានថ្លែងសនាគបានចាប់បានទ័ពស្វានិងព្រះលក្សណ៍ជាប់ព្រះរាមបានអន្តរាគមន៍ទៅឋានសួគ៌ដោយសុំឲ្យព្រះព្រហ្មលែងគ្រុឌនៅឋានសឹមពលីដើម្បីកម្ចាត់ទ័ពនាគអន្តជិតខ្សែ10ក្រុងរាពណ៍បានភៀសខ្លួនឡើងកំពូលភ្នំស្លពឹសពីសត្វនាគដើម្បីសម្លាប់ទ័ពព្រះរាមតែត្រូវហនុមានបំផ្លាញមន្តអាគមនោះចោលក្រុងរាពណ៍បានបញ្ជាឲ្យអន្តជិតចេញច្បាំងម្ដងទៀតតែត្រូវព្រះរាមផ្លែងសសម្លាប់ចោលពេលដែលដឹងថាអន្តជិតស្លាប់ក្រុងរាពណ៍ក៏បានសម្រេចចិត្តយកនាងសីតាទៅប្រហារជីវិតប៉ុន្តែច្បាប់នគរមិនអនុញ្ញាតឲ្យសម្លាប់មនុស្សឥតទោសទេក្រុងរាពណ៍ក៏បានបញ្ជាឲ្យកូនទាំង10ចេញច្បាំងម្ដងមួយលុះដល់តែស្លាប់អស់ក្រុងរាពណ៍ក៏អស់សង្ឃឹមក៏បានទៅពឹងពាក់ក្រុងមុផលឹមនៅឯក្រៅចក្រវាលមកជួយច្បាំងទៀតខ្សែ75ថ្ងៃមួយនាងសីតាបានគូររូបក្រុងរាពណ៍តែលោកវិញមិនជ្រះព្រោះចាញ់បោកយក្ខិនីឈ្មោះអាតុល័យដែលជាញាតិក្រុងរាពណ៍មកតាមសងសឹកនៅពេលដែលព្រះរាមវិលមកវិញក៏មានអារម្មណ៍ក្តៅក្រហល់ក្រហាយផ្ទុំមិនលក់ហើយរកឃើញក្តារគំនូនោះក៏កើតជាការប្រច័ណ្ឌខឹងរួចបញ្ជាឲ្យព្រះលក្សណ៍យកនាងសីតាទៅសម្លាប់ទាំងមានផ្ទៃពោះព្រះលក្សណ៍លើកព្រះខ័នសម្លាប់សីតាមិនបានហើយត្រឡប់មកវិញដោយយកថ្លើមសត្វទ្រាយមកថ្វាយព្រះរាមព្រះឥន្ទក៏បានប្រែក្រឡាខ្លួនជាក្របីនាំនាងសីតាទៅកាន់អាស្រមឥសីវិជ្ជព្រឹទ្ធប្រសូតបានបុត្រាមួយអង្គមាននាមរាមលក្សណ៍និងថ្ងៃមួយឥសីបានជួបក្មេងមួយទៀតឲ្យដូចទៅនឹងរាមលក្សណ៍គឺមានឈ្មោះថាជប់លក្សណ៍ខ្សែ76លុះកុមារទាំងពីរអង្គចម្រើនវ័យវឌ្ឍនាការលោកតាឥសីក៏បានបង្រៀនសិលសាស្ត្រគម្ពីរវេទរាមលក្សណ៍បានផ្លែងសគំតិចដើមរាំងដែលដុះនៅលើខ្នងនាគធ្វើឲ្យពួកទេវតារំជើបរំជួលគ្រប់ទិសទីព្រះរាមបានឲ្យហោរាទស្សទាយហើយក៏ទាយថាមានអ្នករិទ្ធលបងសិលនិងសូមឲ្យព្រះរាមលែងសេះអសតឲ្យចេញដើរដោយមានរាជសារភ្ជាប់ទៅនឹងកសេះថាបើនរណាពុំថ្វាយបង្គំសេះព្រះរាមទេត្រូវចាប់យកទៅធ្វើទោសរាជកុមារឃើញសេះក៏ចាប់ជិះលេងពេលនោះហនុមានក៏ស្ទុះមកចាប់រាជកុមារប៉ុន្តែត្រូវរាជកុមារវត្តនឹងធ្នូដួលសន្លប់ខ្សែ77ហនុមានបានកលាខ្លួនជាកូនស្វាព្រៃចូលទៅលួងលោមបញ្ឆោតចាប់ក្មេងទាំងពីរតែត្រូវរាជកុមារវាយឲ្យសន្លប់ទៀតព្រះរាមបានបញ្ជាឲ្យព្រះភិរុតនិងព្រះសុត្រុតទៅច្បាំងចាប់កុមារនាំឲ្យមានការប្រយុទ្ធរវាងមានិងក្មួយដែលធ្វើឲ្យរាមលក្សណ៍ផ្លាតធ្នូដួលសន្លប់ហនុមានបានចាប់រាមលក្សណ៍ទៅថ្វាយព្រះរាមហើយព្រះរាមចាប់ចងរាជកុមារបណ្ដាលជុំវិញរាជធានីហើយនឹងត្រូវសម្លាប់រវាង3ថ្ងៃទៀតជប់លក្សណ៍បានទៅតាមរកបងលុះដល់ក្រុងអយុធ្យានិងបានអធិដ្ឋានឲ្យទេវតាជួយព្រះឥន្ទបានចាត់ឲ្យនាងទេពរំភាឲ្យមកជួយនិងរំដោះរាមលក្សណ៍បានមកវិញខ្សែ78ព្រះរាមបាននាំចតុរង្គសេនាទៅតាមចាប់រាជកុមារប៉ុន្តែសង្គ្រាមមិនចាញ់មិនឈ្នះឡើយក្រោយមកសត្វទាំងអស់បានដឹងពីសាវតារបស់ខ្លួនព្រះរាមបានអង្វរនៅនាងសីតាពីក្រៅអាស្រមឲ្យបើកទ្វារប៉ុន្តែនាងសីតាមិនព្រមឡើយហើយក៏សូមឲ្យលោកតាឥសីជួយអន្តរាគមន៍ថែមទៀតផងឥសីក៏បានជួយផ្សះផ្សាណាស់ដែរតែមិនបានសម្រេចផលព្រោះសីតាគ្រាន់តែជួបសម្ដីផ្ទាល់មាត់នឹងព្រះរាមតិចតួចតែប៉ុណ្ណោះខ្សែ79ព្រះរាមខំលួងលោមនាងសីតាឲ្យត្រឡប់ទៅកាន់នគរអយុធ្យាតែមិនបានសម្រេចសោះហើយរកមជ្ឈបាយនាំព្រះរាជបុត្រាទៅវិញមុនដំបូងព្រះនាងសីតាមិនព្រមទេប៉ុន្តែព្រះរាមអង្វររហូតដល់ទ្រង់រំជួលព្រះហឫទ័យខ្លាំងពេកទើបនាងយល់ព្រម
ព្រះរាមបានជ្រើសរើសក្សត្រីមានរូបល្អសាវលឹកមកចាំគាល់បំរើបានសេចក្តីសុខបុត្រទាំងពីរខ្សែ80ព្រះរាមដឹងថាយកជ័យជំនះលើពាក្យស្ចាត់នាងពុំបានក៏កាត់រកមជ្ឈបាយសម្បត្តិដើម្បីឲ្យសេដាទៅតាមតែនាងមិនមករាជកុមារបានអង្វរមេដាឲ្យវិលមកវិញប៉ុន្តែនាងសេដានៅតែបដិសេធជាចុងក្រោយព្រះរាមបានប្រើល្បិចធ្វើពុតជាស្លាប់ដោយចូលកោតបញ្ឆោតនាងសេដាប៉ុន្តែនៅតែបរាជ័យសេដាបានទៅរស់នៅឯឋានភជុងនាគហើយស្ដេចនាគព្រះនាមភិរុនសុំនាងទុកដូចជាមេដាថ្ងៃមួយព្រះរាមមានពិផលក្នុងចិត្តកណឹកគិតដល់ពិភេកហោរាដែលចេះទាយដ៏ចំណានសោយរាជនៅក្រុងលង្កាព្រះអង្គក៏ចាប់សរសេរអក្សរាផ្លែងសផ្ញើទៅកាន់ពិភេកនៅលង្កាចឹងការសង្ខេបរបស់យើងក៏ឈានទៅដល់ការបញ្ចប់ប៉ុន្តែចង់បញ្ជាក់ដល់អ្នកសិក្សាមួយចំនួនផងដែរថានៅពេលដែលយើងរៀនពីអក្សរសិល្ប៍ណាក៏ដោយយើងត្រូវតែចាំពីឈ្មោះតួអង្គឲ្យបានច្បាស់លាស់ហើយដឹងថាតួអង្គហ្នឹងគឺធ្វើអីទៀតតួអង្គណាជាតួអង្គល្អតួអង្គណាជាតួអង្គអាក្រក់តួអង្គណាបានប្រព្រឹត្តអំពើអ្វីខ្លះដើម្បីជាទុនមួយក្នុងការយកទៅសរសេរតែងសេចក្តីនៅពេលដែលយើងអត់ចាំឈ្មោះតួអង្គច្បាស់លាស់ទេហើយអត់ដឹងថាតួអង្គនឹងធ្វើអីទៀតអញ្ចឹងនៅពេលដែលយើងលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍នៅពេលដែលតែងសេចក្តីនោះគឺយើងអាចនឹងចាក់ប្រធានអាចនឹងវង្វេងអញ្ចឹងត្រូវតែចាំឲ្យច្បាស់តើតនឹងតួអង្គព្រោះអ្នកសិក្សាយើងមួយចំនួនពេលខ្លះរៀនទី12ហើយនៅតែវង្វេងតួអង្គដដែលដូចអ្នកខ្លះច្រឡំថាតួអង្គតកែហុងឈីស្ថិតនៅក្នុងរឿងតកែចិត្តចោលជាដើមខុសហើយតកែហុងឈីគឺស្ថិតនៅក្នុងមាលាដួងចិត្តឬមាលាដួងចិត្តហើយទៅបើគាត់អត់ចាំពីតួអង្គថានៅក្នុងរឿងណាផងអញ្ចឹងសួរតើគាត់នឹងបានធ្វើកន្លែងឧទាហរណ៍នឹងបានបន្ទុកច្រើនយ៉ាងដូចម្ដេចទៅអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់ដែរដែលយើងត្រូវតែចេះសង្កេតដែលយើងត្រូវតែចេះផ្ចង់លើរឿងបញ្ហាទាំងអស់ហ្នឹងដើម្បីជាប្រយោជន៍ក្នុងការធ្វើតែងសេចក្តីចឹងជាចុងក្រោយក៏សូមអរគុណដល់បងប្អូនអរគ្នាដែលបានចូលរួមស្ដាប់និងទស្សនាហើយបើសិនណាជាបងប្អូនចង់បានឯកសារល្អវិញ្ញាសាសម្រាប់ត្រៀមបាក់ឌុបឬក៏ត្រៀមប្រឡងផ្សេងវិញ្ញាសាឬក៏ឯកសារសម្រាប់កម្រិតវិទ្យាល័យអីជាដើមអាច scan ចូល channel Telegram ខាងលើនឹងបានហើយឯកសារទាំងនោះគឺអត់មានគិតថវិកាអត់មានគិតប្រាក់អីទេគឺ free តែម្ដងអញ្ចឹងបងប្អូនអាចចូលទៅបានហើយទៅអាច download យកទៅ print ដើម្បីទុកមើលបានអរគុណបងប្អូនអរគ្នាជម្រាបលា